và thờiนี้ខ្ញុំនឹងបង្ហាត់អ្នកទាំងអស់គ្នាអំពីការសិក្សាផ្នែកខ្លះនៃ Microsoft Office នេះខ្ញុំបង្ហាញពីរបៀបបញ្ចូលព័ត៌មានផ្នែកក្បាលនិងជើងក្រោមនៃទំព័រណានេះគេដាក់ថាចុចលើ insert ប៊ូតុងចុចលើ header and footer ណា footer សម្រាប់សរសេរផ្នែកក្បាលនៃទំព័រហើយ header សម្រាប់សរសេរផ្នែកក្បាលនៃទំព័រហើយ footer សម្រាប់សរសេរផ្នែកជើងខាងក្រោមនៃទំព័រ page number សម្រាប់ដាក់លេខរៀងណានេះ insert date time សម្រាប់ដាក់កាលភាគបរិច្ឆេទ fix path សម្រាប់ជ្រើសរើសអ្វីមួយមកបំពេញនិង picture សម្រាប់ដាក់រូបភាពដែលបាន scan clip art សម្រាប់ដាក់រូបភាពដែលមាននៅក្នុង clip art ហើយយើងចូលទាំងគ្នាហើយ cross សម្រាប់បិទ header footer ឧទាហរណ៍ដូចជាយើងមានអត្ថបទថ្មីមួយเพจអត្ថបទថ្មីមួយតបមកយើងចង់ដាក់ផ្នែក header footer យើងចូលទៅលើ insert បន្ទាប់មកយើងចង់ដាក់ header ឬក៏ footer ណាហើយចំណែក page number យើងដាក់លេខរៀងទំព័រនេះដូចជា page 1យើងអាចវាយ page 1នៅពេលដែលយើង enter វាអត្ថបទនេះចប់ enter ចុចក្រោមវា load auto នៅ page 2ណា enter ចុចក្រោមវា auto នៅ page 3 page 4 page 5រហូតដល់ចប់ page ណានេះគឺជា header footer ហើយចំណែកfooter ក៏ដូចគ្នា top page top of page ផ្នែកខាងលើណាគេអាចដាក់បែបនេះឬក៏ style ផ្សេងឲ្យដូរ page ដូចទៅជាឈ្មោះស្អីសាលាឬក៏ក៏អ្វីផ្សេងទៅពេលដែលយើង enter វានឹងឃើញគ្រប់ទំព័រគ្រប់ page តែបើយើងចង់បិទយើងគ្រាន់តែ select ទៅវាហើយយើង close នេះដាច់ចំទៅលើ header footer ហ្នឹងហើយ close វានឹងដាច់យើងធ្វើការលុបវាជាមុនសិននេះវាអស់ហើយសូមបញ្ចប់វីដេអូនៅជួបគ្នានៅ